ខ្ញុំសួរបងប្រុសទៅវិញអានេះអីគេគោឬក្របីបាទត្រឹមត្រូវគាត់តែឃើញភ្លាមថាក្របីភ្លាមពីព្រោះសម័យបុព្វបរោះយើងគាត់អត់ហូបសាច់គោទេគោជាយានជំនិះរបស់ព្រះសិវៈបាទគេហៅថាគោនន្ទិយល់ទេបងវិធីជីវិតបាទដែលដើរទៅតាមបបាទជ័យមន្ទី7ណាអញ្ចឹងយើងឃើញបាទអានេះរទេះដឹកស្រូវបាទយើងប្រើរទេះគោណាបងខ្ពស់ប៉ុន្តែវាមិនវែងទេវាខ្លីហើយនេះគឺពពែមកឃើញទេបាទរូបពពែពិតប្រាកដណាឃើញអត់បាទរូបពពែពិតប្រាកដហើយនេះហើយក្មេងស្រីគេកោគេទុកកំប៉ោចមួយខាងណាបាទអញ្ចឹងក្មេងប្រុសគេទុក2ខ្លះគេទុក2ខ្លះគេទុក1ដូចជាលក្ខណៈខាងស្រីដែរដល់ពេលអាយុ15បានគេកោកំប៉ោចនឹងបួសធ្វើជាព្រាហ្មណ៍បានណាបាទអញ្ចឹងអង្គុយពីលើកោម្ដាយឬក៏ពុកនេះបាទនេះគឺអង្គុយលើកោឪពុកហើយខាងនេះពុកចាប់សក់នឹងឲ្យបែរទៅមុខទៀតបាទដើម្បីធ្វើដំណើរឲ្យម៉ែគេក៏រុញស្មាឪពុកគេទៅបាទហើយនេះហើយយើងពីដើមយើងអត់មានហើយនេះទេគេជក់កញ្ឆាណាយើងឃើញនេះពងអស័យបើទៅផ្សែងវាឡើងខាងលើបាទនេះយើងឃើញរទេះគោបាទដឹកទូចតែវែងណាបងធ្វើឲ្យគោនេះវាអូសអត់ស្មើគ្នាកម្លាំងអញ្ចឹងយើងឃើញជ្រូកព្រៃជ្រូកទេបាទនេះវាមានជ្រូកណាបាទហើយអាតេះនេះវាចង់បាក់ប្រែកដោយសារធ្ងន់ពេកបងប្រុសនេះក៏ជួយរុញអាតេះទៅមុខទៅបាទឆ្លើយសឹកទៅណាបាទហើយខាងនេះគេឈប់សម្រាកដាំបាយអានេះគេហៅថាចង្ក្រានហូឡូវដែលដាំទៅដោយឆ្នាំងដីបាទយល់បងយល់បាទអញ្ចឹងយើងឃើញបាទអ៊ំម្នាក់នេះគាត់បាទពុនដើរដល់ពេលអ៊ំស្រីនេះគាត់គាត់គោះអញ្ចឹងដើរកណាតែយើងគោះស្នូកវាចេញក្បាលខំបាទក៏គូតអ៊ំនេះគាត់ខឹងឃើញអត់ឃើញមុខគាត់ទេគាត់បាទមុខកញើហើយខាងនេះគេនិយាយថាស្នេហាត្រីកោណបាទពាក្យថាស្នេហាត្រីកោណមិត្តនេះនិងនេះគឺមិត្តភក្តិជាមួយគ្នាធ្វើទីហ៊ានជាមួយគ្នាប៉ុន្តែម្នាក់នេះគាត់ស្រឡាញ់ម្នាក់នេះខ្លាំងហើយម្នាក់នេះមិត្តផងគាត់នេះស្រឡាញ់ម្នាក់នេះខ្លាំងដល់ពេលម្នាក់នេះគាត់រកលុយបានគាត់ទិញចិញ្ចៀនមកឲ្យម្នាក់នេះធ្វើឲ្យមិត្តភក្តិនេះប្រុងឡើងចងកនៅលើដើមឈើអញ្ចឹងគេហៅថាស្នេហាត្រីកោណបាទមិនធម្មតាដែរណោះបាទអញ្ចឹងយើងមានតាំងពីដើមបាទឃើញឥឡូវយើងតែខូចចិត្តសង្សារឡើងស្ពានព្រួយចង្វាលោតទំនាក់ទឹកខ្លួនបាទសម្រាប់ខ្លួនមួយទៀតបងបាទបងសួរមួយទៀតចំពោះអ្នកភេទទី3ឯចំណត់ហ្នឹងមែនអត់ទេជំនឿនោះដោយឯកសារដោយគេមិនបាននិយាយអំពីពាក្យប៉ុនមានខ្ទើយទេបាទប្រភេទទី3ដូចអត់មានទេអត់មាននិយាយចានៅក្នុងប្រវត្តិសាស្ត្រអត់មានទេបាទទឹមនឹងកើតក្រោយសម័យកណ្ដាលយើងនេះទេប្រហែលទៅបាទនៅក្នុងពុទ្ធសាសនាដូចជាមានអត់ទេបងជំនាន់ពុទ្ធសាសនាជំនាន់នោះដូចអត់មានដែរបងពុទ្ធសាសនាបាទដូចអត់ទាន់មានខាងប្រភេទទី3ទេអញ្ចឹងយើងបានទទួលបាទជ័យជំនះមកការច្បាំងហើយគាត់បាននាំទាំងទីហ៊ានហើយព្រមទាំងឆ្លើយសឹកនៅសល់បន្តិចបន្តួចដើម្បីចូលរួមបាទហូបចុកឆ្លងក្នុងការជ័យជំនះអន្តរបាទជ័យវរ្ម័នទី7អញ្ចឹងណាបាទអញ្ចឹងយើងមើលដើមដូងអានេះអីគេកំប្រុកបាទស៊ីផ្លែដូងអញ្ចឹងយើងនឹងឃើញច្បាស់អញ្ចឹងពួកដោយនេះឆ្លើយសឹកទោះបីគេជាឆ្លើយសឹកក៏ដោយក៏គេមានទងដើម្បីលើកទងជ័យជំនះទទួលការជោគជ័យមកវិញបាទអញ្ចឹងគេមកនេះញ៉ាំរួមគ្នាអញ្ចឹងខ្ញុំសួរបងប្រុសទៅវិញអានេះអីគេគោឬក្របីបាទត្រឹមត្រូវគាត់តែឃើញភ្លាមថាក្របីភ្លាមពីព្រោះសម័យបុព្វបរោះយើងគាត់អត់ហូបសាច់គោទេគោជាយានជំនិះរបស់ព្រះសិវៈបាទគេហៅថាគោនន្ទិយល់ទេបង